안녕하세요. 크라마스타 최시혁입니다. 반갑습니다. 네, 새해가 시작되자마자 이렇게 큰 무대에 서서 또 떨립니다. 그래도 새해 인사는 하고 시작하겠습니다. 새해 수당 많이 받으십시오. បាទសូមរីករាយឆ្នាំថ្មីសូមជូនពរឲ្យទាំងអស់គ្នាទទួលទានរកស៊ីទទួលទានមានបាននិងសុខសប្បាយទាំងអស់គ្នា 그리고 지금 이 시간까지 오면서 네. 제가 계속해서 증 해 나갈 거고 ចាប់តាំងតែពីដើមមកទល់ពេលនេះអាតូមីគឺតែងតែមានការរីកចម្រើនហើយសូម្បីតែសាខាអន្តរជាតិអាតូមីក៏នៅតែរីកចម្រើនជាប្រចាំផងដែរ ប៉ុន្តែអ្វីដែលសំខាន់អាតូមីរីកចម្រើនគឺជារឿងដែលសំខាន់ប៉ុន្តែតើអ្នកណាដែលត្រូវរីកចម្រើនជាមួយនឹងអាតូមីនោះគឺខ្ញុំខ្លួនឯងត្រូវតែរីកចម្រើនដូច្នេះតើរូបមន្តផែនការទីផ្សាររបស់អាតូមីមានការបែងចែកកម្រៃបែបណាហើយតើទទួលបានផលបែបណាចឹងមុននឹងឈានទៅដល់ការណែនាំអំពីផែនការទីផ្សារខ្ញុំសូមណែនាំជីវប្រវត្តិរបស់ខ្ញុំមុននឹងខ្ញុំធ្វើជំនួយអាតូមីបាទខ្ញុំគឺជាអ្នកធ្វើការងារធម្មតាម្នាក់បាទរូបថតខាងឆ្វេងដៃគឺជារូបថតការដែលខ្ញុំនៅធ្វើការងារហើយមានវ័យខ្ទង់30ឆ្នាំហើយខាងស្ដាំដៃគឺជារូបដែលខ្ញុំបានធ្វើជំនួយអាតូមីបាទដែលមានវ័យ40ឆ្នាំបាទអញ្ចឹងសួរថាតើបរិះខាងឆ្វេងដៃនិងបរិះខាងស្ដាំដៃតើអ្នកណាដែលសង្ហាជាងអស្ចារ្យជាងបាទគឺមានន័យថាវ័យលើសគ្នា10ឆ្នាំបាទប៉ុន្តែគឺគេនិយាយថាគឺរូបថតនៅខាងស្ដាំដៃគឺក្មេងជាងរូបថតដែលនៅខាងឆ្វេងដៃ បាទសម្រាប់ខ្ញុំធ្វើត្បិតតែខ្ញុំគឺជាអ្នកជំនួយអាតូមីក៏ពិតមែនប៉ុន្តែខ្ញុំក៏ជាអតិថិជនអ្នកប្រើប្រាស់ផលិតផលអាតូមីដូចជាឈុត Absolute ចឹងគឺខ្ញុំប្រើជាប្រចាំគឺលាបឈុត Absolute នេះរហូតដល់10ឆ្នាំឡើងមកហើយបាទបាទអញ្ចឹងនៅពេលនេះគឺខ្ញុំខ្លាយទៅជា Crown Master ឬក៏ Crown Leader Club ដែលមានចំណូលខ្ទង់ 40,000 ជាងក្នុងមួយឆ្នាំបាទចឹងសម្រាប់ជំនួយអាតូមីនេះមិនមែនខ្ញុំជាអ្នកដែលចាប់ផ្ដើមមុននោះទេគឺភរិយារបស់ខ្ញុំគឺជាអ្នកចាប់ផ្ដើមមុនបាទហើយរូបថតនេះគឺជាកូនប្រុសច្បងរបស់ខ្ញុំ បាទហើយនៅពេលនោះគឺជាពេលវេលាដែលប្រពន្ធរបស់ខ្ញុំគាត់នៅមន្ទីរពេទ្យហើយព្យាបាលជំងឺមហារីកបាទនោះគឺជារូបភាពដែលយើងកំពុងតែជួយជាមួយស្ថានភាពដែលលំបាកហើយវាជារូបភាពដែលនៅក្នុងផ្ទះយើងបាទហើយខ្ញុំពិតជាមានគេថាអារម្មណ៍ថាសោកស្ដាយមែនតើដូច្នេះហើយយើងតែងតែជ្រើសរើសផលិតផលថាអូប្រានេះទៅប្រានោះទៅប្រើផលិតផលចុះឡើងស្រាប់តែថ្ងៃមួយយើងជួបជាមួយនឹង sponsor ហើយគាត់បាទគាត់បានឲ្យយើងប្រើប្រាស់ហើយពេលនោះយើងមិនបានប្រើប្រាស់ជា set នោះទេគឺយើងប្រើប្រាស់តែមួយនោះទេប៉ុន្តែផលិតផលតែមួយមុខនោះគឺបានធ្វើឲ្យខ្ញុំคลายមកជា Crown Master បាទនោះគឺជា foam cleanser គឺជា foam លាងមុខអញ្ចឹងពេលដែលប្រើ foam លាងមុខរួចហើយគុណភាពល្អខ្ញុំក៏គិតថាផលិតផលផ្សេងទៀតក៏វាល្អដូចគ្នាដែរហើយយើងក៏ចាប់ផ្ដើមពីការផ្លាស់ប្ដូរផលិតផលម្ដងមួយបាទយើងក៏ចាប់ផ្ដើមប្រើប្រាស់បាទអញ្ចឹងមានន័យថាមិនមែនខ្ញុំចាប់ផ្ដើមដំបូងជាមួយនឹងការធ្វើចំនួនទេប៉ុន្តែគឺយើងចាប់ផ្ដើមពីអ្នកប្រើប្រាស់ផលិតផលមួយអញ្ចឹងគាត់បានធ្វើនៅទម្លាប់បដូរផលិតផលប្រើប្រាស់ម្ដងមួយរហូតដល់ថ្ងៃមួយប្រពន្ធរបស់ខ្ញុំទទួលបានកម្រៃជើងសារពីអាតូមីហើយលុយដែលចូលក្នុងកងរបស់គាត់នោះពេលដែលយើងមើលទៅគឺជាលុយដែលមកពីក្រុមហ៊ុនអាតូមីបាទអញ្ចឹងនៅពេលនោះហើយប្រពន្ធរបស់ខ្ញុំគាត់គិតថាយើងគ្រាន់តែជាអ្នកប្រើប្រាស់ផលិតផលបាទប៉ុន្តែហេតុអីបានជាយើងបានលុយពីអាតូមីនៅពេលនោះហើយគឺគាត់ឆ្ងល់មែនតើគាត់ចាប់ផ្ដើមគិតថាហេតុអីបានជាគាត់ត្រូវបានលុយ
ហេតុអីបានជាមានកម្រៃជាងសារ 살짝 상한 여자가 បាទអញ្ចឹងនៅពេលនោះគឺអឺអឺ 차 뭐 갖고 싶어 គាត់បានคล้ายទៅជាមនុស្សស្រីម្នាក់ដែលចម្លែកសម្រាប់ខ្សែភ្នែកខ្ញុំដោយសារតែគាត់និយាយប្លែកៗដូចជាគាត់សួរខ្ញុំថាបងសម្លាញ់តើបងចង់ជិះឡានអីចាំខ្ញុំផ្លាស់ប្ដូរឡានឲ្យបង 조금 네. 계속 설명을 합니다. អញ្ចឹងគឺគាត់ចាប់ផ្ដើមបង្ហាញអាតូមីមកកាន់ខ្ញុំដល់ពេលខ្ញុំសួរគាត់ថាអីគេទៅស្រាប់តែគាត់និយាយមកខ្ញុំឮថាវាជាទីផ្សារបណ្ដាញនៅពេលនោះគឺខ្ញុំបានបដិសេធគាត់បាទមូលហេតុដោយសារតែគាត់គឺជាបុគ្គលដែលមានសុខភាពខ្សោយបាទហើយមិនមានចំណេះដឹងអ្វីផងហើយខ្ញុំគិតថាគាត់មិនអាចធ្វើទីផ្សារបណ្ដាញបាននោះទេ 하지만 បាទ 애텀이 ប៉ុន្តែ 시전을 받는지 ភរិយារបស់ខ្ញុំគាត់ជាអ្នកដែលមើលឃើញចក្ខុវិស័យគាត់ទទួលបានចក្ខុវិស័យគាត់បានប្រាប់មកកាន់ខ្ញុំថា 그랬더니 កុំបដិសេធអីបងសាក់ជួយស្វែងយល់ទៅ 하나가 살아난 내 소원 하나만 들어. បាទអញ្ចឹងខ្ញុំនៅតែបដិសេធហើយគាត់បានប្រាប់ខ្ញុំថាសូមកុំគ្រាន់តែបដិសេធអីបងទៅសិក្សាស្វែងយល់តែម្ដងបានហើយអ្វីដែលបងគួរស្វែងរកគឺបងស្វែងរកចំណុចខ្សោយឬក៏ផលប៉ះពាល់នៅក្នុងអាតូមីបើសិនជាអាតូមីមានផលប៉ះពាល់តែមួយចំណុចខ្ញុំនឹងមិនធ្វើចំនួនអាតូមីទេបាទនៅពេលនោះហើយគឺខ្ញុំបានទៅចូលរួមសិក្ខាសាលាដើម្បីសិក្សាស្វែងយល់បាទអញ្ចឹងនៅពេលដែលខ្ញុំសិក្សាស្វែងយល់គោលបំណងរបស់ខ្ញុំគឺខ្ញុំចង់ឲ្យប្រពន្ធរបស់ខ្ញុំគាត់មិនធ្វើចំនួនទីផ្សារបណ្ដាញគឺខ្ញុំចង់ទៅរកកំហុសខុសឆ្គងរបស់អាតូមីប៉ុន្តែពេលដែលខ្ញុំទៅសិក្សាស្វែងយល់នោះគឺមិនបានឃើញកំហុសខុសឆ្គងទេហើយខ្ញុំគឺជាអ្នកដែលទៅស្វែងរកកំហុសខុសឆ្គងរបស់អាតូមីហើយអ្វីបានជាថ្ងៃនេះខ្ញុំកំពុងតែនៅទីនេះហើយធ្វើបទបង្ហាញទៅកាន់អ្នកទាំងអស់គ្នា 생각을 정리하느라បាទ 엉덩이를 떼지 못했습니다. 그리고 누? 그날 생각을 정리했습니다. បាទនៅពេលនោះហើយគឺខ្ញុំបានធ្វើការសម្រេចចិត្ត 텀이 사업 안 하면 បាទគឺខ្ញុំបានសម្រេចចិត្តបន្ទាប់ពីខ្ញុំសិក្សាស្វែងយល់រួច 안 하더라도 បាទគឺខ្ញុំមើលឃើញថាបើសិនជាមិនធ្វើចំនួនទេខ្ញុំប្រកាសជាខ្លាយទៅជាមនុស្សល្ងងហើយទី2បើសិនជាមិនប្រើប្រាស់ផលិតផលអាតូមីទេយើងប្រកាសជាខាតបង់ហើយដោយសារតែផលិតផលល្អហើយទូថ្លៃបាទ 내가 지금 ប៉ុន្តែ 소비자로만 បាទផលិតផលដែលយើងប្រើប្រាស់គ្រាន់តែប្រើប្រាស់ផលិតផលដែលចាំបាច់ប្រើបាទជាផលិតផលដែលយើងត្រូវប្រើរហូតដល់ថ្ងៃស្លាប់បាទប៉ុន្តែយើងទទួលបានលុយបាទលុយគឺទទួលចូលមកក្នុងកងរបស់យើងនៅពេលដែលយើងប្រើជាប្រចាំអញ្ចឹងបើមិនប្រើផលិតផលប្រកាសជាคล้ายទៅជាអ្នកខាតបង់ឲ្យត្រូវអត់ បាទហើយសម្រាប់ផែនការទីផ្សារដែលមានប្រព័ន្ធពីរខ្សែដោយគ្មានការកំណត់បាទចំនួនសមាជិកដូច្នេះហើយបើសិនជាផលិតផលល្អហើយនឹងទូថ្លៃជាផលិតផលដែលត្រូវការប្រើទៀតនោះប្រកាសណាស់យើងនឹងអាចស្វែងរកអតិថិជនបានច្រើនហើយវានឹងរុញនៅការសន្សំបន្ទុកបានច្រើនយើងប្រកាសជាអាចរកចំណូលបានច្រើន បាទចឹងសម្រាប់ភរិយារបស់ខ្ញុំតាមរយៈការធ្វើចំនួនអាតូមីដល់ល្អជាមួយនឹងមានផលិតផលអាហារសុខភាពដែលល្អៗជាច្រើនធ្វើឲ្យគាត់មានសុខភាពល្អគេថាមិនមែនជាអ្នកជំងឺដូចកាលពីមុន 작년 11월입니다. 매년 원식 병원에 암 추적 검사를 하러 បាទគឺមួយឆ្នាំភរិយារបស់ខ្ញុំតែងតែទៅពិនិត្យត្រួតពិនិត្យសុខភាព2ដងក្នុងមួយឆ្នាំបាទប៉ុន្តែចាប់តាំងពីឆ្នាំមុនមកនេះគឺភរិយារបស់ខ្ញុំមិនបានទៅត្រួតពិនិត្យសុខភាពទៀតនោះទេបាទមិនបានទៅគេថាពិនិត្យ គាត់ពិតជាធុញជាមួយនឹងការទៅមន្ទីរពេទ្យណាស់ដោយសារតែគាត់ជាអ្នកជំងឺមហារីកគាត់បានប្រើប្រាស់ពេលវេលានៅក្នុងពេទ្យជាច្រើនដើម្បីព្យាបាលប៉ុន្តែនៅពេលដែលគាត់លែងចាំបាច់ត្រូវពេទ្យបែបនេះគាត់ពិតជាមានអារម្មណ៍ដែលអស្ចារ្យខ្លាំងមែនទែន 하고자 합니다. 저는 애텀이를 생각하면요, 제게는 오직 감사일 뿐입니다. បាទសម្រាប់ខ្ញុំនៅពេលដែលខ្ញុំគិតដល់អាតូមីគឺខ្ញុំពិតជាអរគុណអាតូមីខ្លាំងមែនទែនព្រោះប្រពន្ធរបស់ខ្ញុំគឺคล้ายទៅជាអ្នកដែលមានសុខភាពល្អ
ហើយអ្វីដែលពេទ្យបានបញ្ជាក់នោះគឺប្រពន្ធរបស់ខ្ញុំមិនអាចមានកូនបន្តទៀតបាននោះទេប៉ុន្តែ 제 외관도 바뀌었어요. មិនត្រឹមតែសុខភាពមកប្រក្រតីមកល្អឡើងវិញតែអឺ 얻게 되었습니다. គាត់ថែមទាំងអាចមានកូនបានទៀតផងហើយយើងមានកូនដល់ទៅ3នាក់បាទហើយអ្វីដែលសំខាន់ចំណូលរបស់គាត់បានកើនឡើងជាបន្តបន្ទាប់ដូច្នេះហើយនៅថ្ងៃនេះគឺខ្ញុំចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាបាទអាតូមីគឺជាជំនួយដ៏អស្ចារ្យមែនទែនដូច្នេះហើយអ្នកទាំងអស់គ្នាត្រូវតែយកចិត្តទុកដាក់ស្ដាប់ជាមួយនឹងការបង្ហាញគម្រោងផែនការទីផ្សារហើយចាប់ឱកាសនេះដើម្បីផ្លាស់ប្ដូរជីវភាពទាំងអស់គ្នា 애터미 사업을 제 아내가 먼저 បាទអញ្ចឹងជំនួយអាតូមីគឺប្រពន្ធរបស់ខ្ញុំជាអ្នកចាប់ផ្ដើមមុន 지켜나가야 했기 때문에 បាទដោយសារតែខ្ញុំត្រូវគេថាធ្វើការងារដើម្បីផ្គត់ផ្គង់គ្រួសារ 급쟁이와 비즈니스의 차이가 បាទហើយគឺយើងបាន compare ក៏ដូចជាប្រៀបធៀបគ្នារវាងចំណូលនៃក្នុងចំនួនក៏ដូចជាប្រាក់ខែដែលបានមកពីការធ្វើការងារបាទ 선택의 차이가 បាទអញ្ចឹងទី1វាស្ថិតនៅលើការជ្រើសរើសបាទអញ្ចឹងភាពខុសប្លែកគ្នាស្ថិតនៅលើការជ្រើសរើស 그랬거든요. 제가 직장 생활을 하면서 갖는 제 បាទអញ្ចឹងសម្រាប់ពណ៌លឿងគឺជាទំហំប្រាក់ចំណូលដែល선이라는 បាទសម្រាប់ពណ៌អីគេពណ៌អាតូមីយើងបាទពណ៌ផ្ទៃមេឃបាទគឺជាទំហំប្រាក់ខែរបស់ខ្ញុំឯពណ៌លឿងគឺជាទំហំប្រាក់ចំណូលរបស់ភរិយាខ្ញុំនៅក្នុងអាតូមី 판단하면បាទអ្នកទាំងគ្នាសាកគិតពីខ្សែជីវិតដែលយើងរស់នៅលើភពផែនដីនេះតើអ្នកទាំងអស់គ្នានឹងជ្រើសរើសយកប្រភពចំណូលតាមក្រាបពណ៌លឿងឬក៏ក្រាបពណ៌ផ្ទៃមេឃដែលកំពុងតែមានកម្រិតថេមួយបន្ទាប់មកហើយវាក៏ចាប់ផ្ដើមដាំក្បាលចុះក្រោមឬក៏ចំណូលតាមរយៈអាជីវកម្មដែលមានការរីកចម្រើនកាន់តែខ្ពស់ទៅបាទហើយទី2 성장이라고 말씀드리고 បាទគឺខ្ញុំចង់និយាយទៅលើការរីកចម្រើន 어떤 사람은 이렇게 이야기합니다. 애터미는 초반에 돈이 안 돼. បាទអញ្ចឹងមានមនុស្សជាច្រើនដែលបាននិយាយថាអូធ្វើចំនួនអាតូមីដំបងរលលុយមិនបានទេ 저는 저 그래프를 그리면서 បាទប៉ុន្តែ 애터미를 봤냐면 ខ្ញុំបានបង្ហាញទៅលើក្រាបមួយនេះហេតុអីបានខ្ញុំបង្ហាញក្រាបមួយនេះគឺពាក់ព័ន្ធជាមួយនឹងការរីកចម្រើនបាទ 그리면 그릴수록 얘 넘쳐는 네. 애터미입니다. 하지만요, 애터미는요, 돈의 크기가 차이가 있을 បាទអញ្ចឹងអ្វីដែលសំខាន់នៅក្នុងអាតូមីវាគឺពិតជាខុសគ្នាខ្លាំងមែនទែនទៅលើ 두 번째 달 네. 열심히 뛰면ចំណូល 5만 원 벌어 들어옵니다. 그렇게 한 달 동안 열심히 해서 그렇게 벌어 들어오는데 저도 처음에는 이 생각했습니다. 아이고 그러면 그렇지 무슨 돈이 돼? 네. 라고 생각을 했어요. អញ្ចឹងដូចជាចំណុចចាប់ផ្ដើមដំបូងអញ្ចឹងមានន័យថាបើសិនជាយើងធ្វើការងារបើសិនជាយើងមានចំណូល7000គឺយើងធ្វើការងារឲ្យគេរយៈពេល1ខែដកថ្ងៃសម្រាប់ទៅគឺយើងទទួលបានប្រាក់ខែបាទដែលមានទំហំមួយដែលមានសភាពនឹងថេបាទវាគ្មានការឡើងហើយក៏គ្មានការចុះប៉ុន្តែសម្រាប់អាតូមីដំបូងគឺខ្ញុំប្រឹងប្រែងហើយវាទទួលបានចំណូលខ្ទង់ត្រឹមតែ$150អីអញ្ចឹងទៅសម្រាប់គេថាមួយសប្តាហ៍ឬក៏មួយខែដំបូងខ្ញុំក៏គិតដែរនៅចំណុចនេះថាប៉ុណ្ណឹងវាមិនមែនជាលុយសម្រាប់ខ្ញុំទេប៉ុន្តែអ្វីដែលសំខាន់គឺជាចំណូលដែលកើនឡើងជាបន្តបន្ទាប់វាមិនមែនជាប្រាក់ខែដែលនៅត្រង់ស្ងៀមរាប់ឆ្នាំរាប់ខែដែលបើសិនជាត្រូវបានដំឡើងក៏ឡើងតិចតួចតែប៉ុណ្ណោះនោះទេ 그래서 마케팅 플랜 제가 설명을 드릴 때는요. ដូច្នេះហើយនៅពេលដែលខ្ញុំបង្ហាញពីផែនការទីផ្សារគឺរាល់មុខទំនិញអាតូមីទាំងអស់គឺតែងតែមានភ្ជាប់នៅជាមួយនឹង PV តើ PV នេះគឺជាអ្វីទៅយើងតាមដានទាំងអស់គ្នា 첫 번째 나라는 사람이 បាទសម្រាប់ចំនួនអាតូមីគឺចាប់ផ្ដើមពីមនុស្សដូចជាខ្ញុំបាទខ្ញុំគឺជាអ្នកជំនួយ 나의 아이디를 넣지 បាទខ្ញុំមាន ID មួយដើម្បីប្រើប្រាស់ផ្សារទំនើបអនឡាញ 자 8자리에 បាទអញ្ចឹងសម្រាប់ ID នោះវាមានគេថាលេខតាំងពីកម្រិតដំបូងរហូតទៅដល់បច្ចុប្បន្ននេះគឺមាន8
cái thaលេខក្នុងមួយ ID 누구에게 달려있느냐? 나에게 달려있다라고 보시면 되겠습니다. បាទ 어떤 일을 하든 순서가 있는 법입니다. អញ្ចឹងធ្វើការងារអីក៏ដោយក៏តែងតែមានគេថាលំដាប់លំដោយរបស់គេដែរអ្នកទាំងអស់គ្នាអញ្ចឹងដូចជាលំដាប់លំដោយទី1បាទទី1គឺយើងប្រើប្រាស់ផលិតផល 다단계 이렇게 이야기를 하면요. 이만큼 가득 들고 បាទបើនិយាយពីទីផ្សារបណ្ដាញយើងមិននិយាយពីអាតូមីទេមានន័យថាឲ្យតែនិយាយពីទីផ្សារបណ្ដាញយើងជាអ្នកចំនួនត្រូវតែទិញផលិតផលកាត់ស្តុកឬក៏ជាកញ្ចប់ដែលមានទំហំដើម្បីមានគេថាអត្ថភាពក្នុងការធ្វើចំនួនប៉ុន្តែនៅក្នុងអាតូមីវិញគឺមិនមានលក្ខខណ្ឌដែលតម្រូវឲ្យទិញកាត់ស្តុកទិញកញ្ចប់ដើម្បីទទួលបានចំណូលនោះទេគឺគ្រាន់តែប្រើប្រាស់ផលិតផល 세 번째 네. 회사를 통해서 나도 소득 즉 소득을 벌어들일 수 있는지 마케팅에 대한 정보를 បាទអញ្ចឹងគឺយើងគ្រាន់តែមើលទៅលើពាក់ព័ន្ធជាមួយនឹងផលិតផល 하셔야 됩니다. បាទ 그러면 내가 상대방에게 제품에 대한 ដូច្នេះយើងត្រូវតែពិនិត្យមើលថា 해봐야 되겠습니다. ចំណុចគេថាទី1គឺខ្ញុំប្រើប្រាស់ផលិតផលប៉ុន្តែអ្វីដែលជាសកម្មភាពដែលខ្ញុំត្រូវធ្វើគឺខ្ញុំត្រូវណែនាំនិងចែករំលែកផលិតផលនេះទៅកាន់គេថាភាគីផ្សេងទៀតដូច្នេះដើម្បីឲ្យយើងដឹងពីផលិតផលថាវាល្អឬក៏មិនល្អគឺយើងត្រូវតែធ្វើចំណុចទី1គឺប្រើប្រាស់ផលិតផលខ្លួនឯងដើម្បីឲ្យដឹងពីគុណភាព 있다라고 해요. 보고 싶어집니다. 안 보려고 했어요. 그런데 제 동생이 메이드 인 코리아를 1화부터 5화까지 제 바탕화면에 깔아놨더라고요. បាទដូចជាខ្ញុំអញ្ចឹងកាលពីមុននឹងខ្ញុំចូលជាមួយនឹងអាតូមីប្អូនរបស់ខ្ញុំគឺគាត់បានធ្វើទីផ្សារបណ្ដាញហើយគាត់បានបបួលខ្ញុំទៅធ្វើទីផ្សារបណ្ដាញហើយខ្ញុំ 봤어요. 안 봤어요. មិនបានចូលរួមជាមួយគាត់នោះទេហើយគាត់ប្រាប់ថាវាគឺជាទីផ្សារបណ្ដាញដែល made in Korea បាទគឺជាទីផ្សារបណ្ដាញកូរ៉េអញ្ចឹងទៅ 그래서 첫 번째는요. 먼저 뭐 ប៉ុន្តែខ្ញុំមិនបានបាទទៅចូលរួមជាមួយគាត់នោះទេហើយអ្វីដែលខ្ញុំបញ្ជាក់ទៅកាន់អ្នកទាំងអស់គ្នាទី1ដែលអ្នកជំនួយអាតូមីត្រូវធ្វើនោះគឺត្រូវប្រើប្រាស់ផលិតផលនេះគឺជាជំហានដំបូងនៃការចាប់ផ្ដើមជំនួយបាទមូលហេតុអីបានជាយើងត្រូវប្រើប្រាស់ផលិតផលដោយសារតែផលិតផលអាតូមីបានភ្ជាប់ជាមួយនឹងអត្ថន័យមួយដែលហៅថាផលិតផលដែលចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃបាទអញ្ចឹងយើងគ្រាន់តែ 정말 ប្រើប្រាស់ផលិតផលដែលយើងចាំបាច់ប្រើប្រាស់ខ្វះមិនបានតែប៉ុណ្ណោះហើយមានស័ក្តិសិទ្ធិនឹងវត្ថុតាងជាច្រើនដែលបង្ហាញថាផលិតផលទូមីគឺពិតជាល្អខ្លាំងមែនទែនបាទដូច្នេះហើយយើងទាំងអស់គ្នាគួរតែសាកល្បងប្រើប្រាស់ផលិតផលទាំងអស់នេះព្រោះមានពាក្យមួយដែលបញ្ជាក់ថាចាំបាច់ត្រូវប្រើប្រាស់ប្រចាំថ្ងៃបាទអញ្ចឹងសម្រាប់ផលិតផលកន្លងមកដែលខ្ញុំធ្លាប់បានប្រើប្រាស់គ្មានផលិតផលណាដែលមានគុណភាពដូចទៅនឹងផលិតផលរបស់យើងនោះទេ 어떤 아이템이 좋을까요? បាទអញ្ចឹងសួរថាតើយើងគួរមាន 어쩔 수 없이 써야 된다. បាទitem បែបណាដែលល្អសម្រាប់យើងខ្ញុំចង់ប្រាប់ថាទី1គឺផលិតផលដែលចាំបាច់ប្រើទី2គឺពាក់ព័ន្ធជាមួយនឹងគុណភាពខ្ពស់ទី3គឺតម្លៃធូរថ្លៃបាទអញ្ចឹងបានន័យថាមាន3 4 5ចំណុចដែលយើងត្រូវតែគិតថាបើយើងធ្វើចំនួនបើយើងមាន item ឬក៏យើងមានផលិតផលល្អដែលមាន5ទម្រង់នេះវាគឺជាផលិតផលដែលល្អខ្លាំងណាស់បាទដូច្នេះនៅពេលដែលមានផលិតផលល្អបែបនេះគឺជាឧបករណ៍ដែលនឹងបង្កើតលុយបង្កើតប្រាក់ចំណូលជាបន្តបន្ទាប់ដោយមិនអាចបញ្ឈប់បាននោះទេបាទ 하시지 마시고 집에 샴푸가 남아 있더라도 បាទអញ្ចឹងនៅពេលដែលយើងធ្វើជំនួញបើទោះជាយើង 한다고 បាទនៅមានផលិតផលចាស់កន្លងមកនៅក្នុងផ្ទះក៏ដោយបាទយ៉ាងហោចណាស់យើងគួរតែចាប់ផ្ដើមប្រើប្រាស់ផលិតផលសាប៊ូមួយមុខអីអញ្ចឹងទៅនៅពេលដែលយើងសម្រេចចិត្តថាធ្វើចំនួនបាទទោះជាមានផលិតផលនៅក្នុងផ្ទះក៏ដោយបាទ
ដូច្នេះយើងចាប់ផ្ដើមផ្លាស់ប្ដូរផលិតផលដែលចាំបាច់ប្រើនៅក្នុង Atomy ម្ដងមួយនៅពេលនោះថាវាបានផ្ដល់អ្វីមកដល់យើងនោះគឺជា PV ដូចដែលអ្នកទាំងអស់គ្នាបានដឹងអញ្ចឹង PV គឺជា point value ឬក៏ជាបន្ទុកបាទវានឹងចូលមកកាន់យើងហើយអ្នកទាំងអស់គ្នាប្រកាសជាមានបទពិសោធន៍ហើយមានអតិថិជនខ្លះដែលគាត់និយាយថាខ្ញុំមិនត្រូវការ PV អីទាំងអស់ហ្នឹងទេអ្នកឯងយក PV ហ្នឹងទៅខ្ញុំមិនយក PV ហ្នឹងទេបាទអញ្ចឹងតើ PV ហ្នឹងជាអ្វី PV គឺជាលុយ PV គឺជាបាទគេហៅថាចំណូលរបស់យើងដែលបានបង្កក់ទុកនៅក្នុងផលិតផល Atomy បាទអ្នកទាំងអស់គ្នាស្គាល់គេហៅថាមន់បំពងហ្នឹងអ្នកទាំងអស់គ្នាបាទអញ្ចឹងមន់បំពងឬក៏ផ្លូវមន់បំពងគឺអ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថា system ឬក៏ប្រព័ន្ធនៃការផលិតមន់បំពងគឺគេមានការដឹកជញ្ជូនទៅដល់ផ្ទះបាទអញ្ចឹងអ្នកនរគ្នាសិតតែបានដឹងអំពី system របស់គេថាហាងលក់ផ្លូវមន់បំពងគឺគេមាន coupon បាទគឺមានគេថាកាតដើម្បីសន្សំរាល់ការទិញម្ដងរបស់យើងហើយបន្ទាប់មកយើងអាចទទួលបានគេថា promotion ការបញ្ចុះតម្លៃឬក៏អីចឹងទៅបាទអញ្ចឹងដូច្នេះហើយសម្រាប់ PV នេះគឺយើងត្រូវមានផ្ទាល់ខ្លួនរហូតដល់ 30,000 PV អញ្ចឹងមានន័យថាវាប្រៀបដូចជាការសន្សំការទិញផ្លូវមន់បំពងម្ដងយើងបាន10បន្ទុកម្ដងយើងបាន10បន្ទុកអីចឹងទៅហើយពេលដែលគ្រប់លក្ខខណ្ឌបាទយើងទទួលបានគេហៅថាការ discount ឬក៏ការផ្ដល់ជូននៅអ្វីមួយដែលបានមកពីហាងផ្លូវមន់បំពងប៉ុន្តែសម្រាប់ Atomy នៅពេលដែលយើងមានបន្ទុកនៅ ID ផ្ទាល់ខ្លួនរបស់យើងគ្រប់ 30,000 វាគឺជាលក្ខខណ្ឌមួយដែលគេថាពេញលេញទៅលើ ID របស់យើងដែលយើងអាចបង្កើតប្រាក់ចំណូលពេញមួយជីវិតជាមួយនឹង Atomy បាទអញ្ចឹងមានន័យថាសួរថាតើការបង្កើត 30,000 បន្ទុកនៅក្នុង Atomy នេះបើធៀបជាមួយនឹងគេថាការសន្សំ coupon នៅក្នុងហាងលក់ផ្លូវមន់តើយើងបង្កើតវាប៉ុន្មានលើកសម្រាប់បន្ទុក 30,000 នេះបាទអ្នកនរគ្នាគឺបង្កើតតែមួយលើកទេបាទអញ្ចឹងគឺយើងអត់ចាំបាច់ទៅធ្វើដោយការសន្សំ coupon នៅហាងលក់ផ្លូវមន់ដែលសន្សំបានគ្រប់ម្ដងគេផ្ដល់ឲ្យយើងម្ដងហើយគេលុបចោលហើយយើងត្រូវសន្សំឡើងវិញនោះទេអញ្ចឹងវាអាចប្រៀបធៀបគ្នាបានទេអ្នកនរគ្នាអញ្ចឹងមានន័យថាបន្ទាប់ពីយើងមានបន្ទុកតខ្លួនរួចហើយវាមិនទាន់ទទួលបានកម្រៃត្រឡប់ទៅវិញទេលុះត្រាណាតែយើងបង្កើតបន្ទុកក្រុមឆ្វេងនិងក្រុមស្ដាំយើងគឺជាអ្នកជំនួញដែលមានប្រព័ន្ធ2ខ្សែយើងមានក្រុមឆ្វេងហើយនិងក្រុមស្ដាំបាទអញ្ចឹងអានេះគឺជាចំណុចទី1ដែលយើងបានធ្វើអញ្ចឹងឥឡូវជំហានបន្ទាប់បាទតាមលំដាប់លំដោយបន្ទាប់ពីប្រើរួចអ្វីដែលយើងត្រូវធ្វើគឺយើងត្រូវបង្កើតបញ្ជីឈ្មោះបាទអញ្ចឹងវាមានចំណុចសំខាន់មួយនៅក្នុងបញ្ជីឈ្មោះនេះអ្នកនរគ្នានោះគឺបានភ្ជាប់មកនៅពាក្យថាសុំកត់បញ្ជីឈ្មោះបាទអញ្ចឹងតើបញ្ជីឈ្មោះនេះយើងទៅរកនៅទីណាបានអ្នកនរគ្នាសូមបើកទូរស័ព្ទដៃរបស់អ្នកនរគ្នាហើយអ្វីដែលអ្នកនរគ្នាបានកត់ត្រាក៏ដូចជាសេវទុកនៅចំនួនមនុស្សដែលយើងស្គាល់ដាក់ឈ្មោះបាទអញ្ចឹងបើកទូរស័ព្ទមកមនុស្សទាំងអស់នោះគឺយើងមិនត្រូវទុកពួកគាត់ឲ្យនៅគ្រាន់តែជាបញ្ជីឈ្មោះនៅក្នុងទូរស័ព្ទទេព្រោះយើងមិនអាចចងចាំនៅក្នុង memory ផ្ទាល់ខ្លួនរបស់យើងបានគ្រប់មនុស្សនោះទេដូច្នេះយើងត្រូវតែកត់ចេញមកលើกระดาษសៀវភៅបាទដូច្នេះហើយអ្នកនរគ្នាជំហានបន្ទាប់ពីជំហានទី1មកជំហានទី2គឺការបង្កើតបញ្ជីឈ្មោះដោយភ្ជាប់ជាមួយនឹងពាក្យថាកត់បញ្ជីឈ្មោះមនុស្សដែលយើងស្គាល់
បាទបន្ទាប់ពីយើងកត់បញ្ជីឈ្មោះដែលយើងស្គាល់ហើយយើងត្រូវតែបំបែកបញ្ជីឈ្មោះនោះទៅជា2ដោយសារតែយើងជាអ្នកជំនួញដែលបង្កើតក្រុមអ្នកប្រើប្រាស់ជា2ក្រុមអញ្ចឹងយើងត្រូវតែបង្កើតក្រុមអតិថិជនខាងឆ្វេងដៃនិងក្រុមអតិថិជនខាងស្ដាំដៃបាទអញ្ចឹងនៅពេលណាដែលយើងបានសម្រេចចិត្តចាប់យកអាជីវកម្មមួយនេះហើយយើងចាប់ផ្ដើមប្រើបន្ទាប់មកយើងចាប់ផ្ដើមណែនាំអតិថិជនទៅកាន់ខាងឆ្វេងដូចជាអតិថិជនទី1អតិថិជនទី2អតិថិជនទី3ទី4ដែរអញ្ចឹងបន្ទាប់មកសម្រាប់តែយើងណែនាំទៅកាន់មិត្តភ័ក្តិរបស់យើងប្រាប់ថាអូសាក់ប្រើមើលទៅហើយសាក់ចុះឈ្មោះទៅបាទអញ្ចឹងបន្ទាប់មកនៅក្នុងការកសាងបញ្ជីឈ្មោះនេះចំណុចទី1នៅក្នុងផែនការទីផ្សារមានន័យថាការចុះឈ្មោះគឺមិនគិតថ្លៃនោះទេទី2បន្ទាប់ពីចុះឈ្មោះមិនគិតថ្លៃគឺមិនតម្រូវឬក៏បង្ខំឲ្យទិញជាកញ្ចប់ឬក៏ទិញប្រចាំខែបាទអញ្ចឹងសួរថាតើលក្ខខណ្ឌចុះឈ្មោះ free មិនទិញកញ្ចប់មិនទិញប្រចាំខែមានផ្ដល់នៅគេថាហានិភ័យឬក៏ផលប៉ះពាល់ឬក៏ផលរំខានទៅកាន់មនុស្សដែលយើងណែនាំមកអត់ទេបាទអញ្ចឹងការចុះឈ្មោះមិនបង់ថ្លៃនោះទេបាទមានក្រុមហ៊ុនទីផ្សារបណ្ដាញខ្លះគឺគេបានលុបបំបាត់នៅលក្ខខណ្ឌទី1គឺចុះឈ្មោះមិនបង់លុយដូចគ្នាប៉ុន្តែចុះឈ្មោះរួចគឺត្រូវទិញផលិតផលកាត់ស្តុកឬក៏កាត់កញ្ចប់បាទក្នុងទំហំរហូតដល់$2000 $3000នោះបាទដូចជានៅខាងមិចស៊ីកូអីចឹងគឺមានទីផ្សារបណ្ដាញដែលតម្រូវឲ្យមនុស្សប្រើប្រាស់កាតឥណទានឬក៏Visa កាត Master កាតអីជាដើមដើម្បីធ្វើជំនួយបានគឺត្រូវតែឆូតកាត់ស្តុកផលិតផលបាទយ៉ាងម៉េចដែរមានមនុស្សជាច្រើនដែលបានខាតបង់ដោយសារតែលក្ខខណ្ឌទាំងអស់ហ្នឹងបាទអញ្ចឹងគឺឃើញមានបែងចែកខ្លាំងមែនទែនអ្នកនរគ្នាគឺគេបង្កើតទៅជាជួរដែលបែងចែករវាងសមាជិក VIP និងសមាជិកធម្មតាទៀតបាទហើយបាទដូច្នេះហើយសម្រាប់ Atomy គ្រាន់តែប្រើប្រាស់ទទួលបាននៅកម្រៃតបស្នងទៅវិញហើយពាក់ព័ន្ធជាមួយនឹងលក្ខខណ្ឌនៃការចុះឈ្មោះមិនបង់ថ្លៃមិនទិញកញ្ចប់មិនទិញប្រចាំខែវាគឺជាចំណុចដែលល្អខ្លាំងមែនតើគឺជាចំណុចខ្លាំងបាទអញ្ចឹងយើងបានណែនាំទៅកាន់មនុស្សដែលយើងស្គាល់ជាច្រើនប៉ុន្តែណែនាំទៅគឺមានអ្នកដែលចុះឈ្មោះឬក៏ប្រើប្រាស់ផលិតផលប៉ុន្តែមានអ្នកខ្លះក៏បានចុះឈ្មោះឲ្យបដិសេធមិនប្រើប្រាស់អញ្ចឹងពេលដែលគេបដិសេធប្រកាសណាស់យើងនឹងមានអារម្មណ៍ថាខូចចិត្តឬក៏អន់ចិត្តនៅពេលដែលណែនាំមនុស្សដែលខ្លួនឯងស្គាល់ហើយគេបែរជាបដិសេធអញ្ចឹងទោះជាយើងមានការខូចចិត្តបាក់ទឹកចិត្តចំពោះការបដិសេធក៏ដោយក៏យើងមិនត្រូវឆ្លោះជាមួយគេយើងទុកពេលឲ្យគេនៅពេលដែលពេលវេលាមកដល់យើងប្រកាសជាអាចបញ្ចុះបញ្ចូលគាត់ហើយគាត់ប្រកាសជាអាចចូលរួមជាមួយយើងដូច្នេះយើងបន្តធ្វើការណែនាំជាបន្តបន្ទាប់ជាមួយទៅខាងក្រោមបាទអញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាយល់អំពីដំណើរការនៃការរុញឡើងនៃបន្ទុកនេះមានន័យថាអ្នកទាំងអស់គ្នានឹងយល់ទាំងតំណែងទាំងការទទួលបានកម្រៃជាងសាទាំងអស់បាទ Atomy បានប្រើប្រាស់នៅយុទ្ធសាស្ត្រ GSGS ដែលជាយុទ្ធសាស្ត្រក្នុងការច្របាច់បញ្ចូលគ្នារវាងផលិតផលនៅសាខាជុំវិញពិភពលោកហើយនាំទៅលក់ទៅកាន់ពិភពលោកតាមរយៈក្រុមហ៊ុន Atomy បាទដូចជានៅខាង New Zealand យើងមានផលិតផលជាអាហារសុខភាពដែលញ៉ាំចូលទៅក្នុងខ្លួនបាទគុណភាពល្អហើយតម្លៃពិតជាសមរម្យមែនតើអ្នកនរគ្នាបាទបាទអញ្ចឹងគឺមានផលិតផលដែលបែងចែកទំហំនិងបរិមាណក៏ដូចជាតម្លៃ3ប្រភេទបាទអញ្ចឹងតម្លៃហើយនឹងគេថាបន្ទុកនោះគឺរហូតទៅដល់ 100000 បន្ទុកឯណោះបាទហើយវាជាផលិតផលដែលអាចញ៉ាំរហូតទៅដល់5ខែ
បាទអញ្ចឹងគឺអតិថិជនទី1គាត់បានជ្រើសរើសទិញផលិតផលមួយនោះប្រើអញ្ចឹងគាត់ទទួលបាន 100000 បន្ទុកផ្ទាល់ខ្លួនរបស់គាត់ 일본에게 배달을 하고 또 배달원이 집으로 일본 집에 បាទអញ្ចឹងនេះគឺជាការប្រៀបធៀបទៀតហើយរវាងគេថាដំណើរការរបស់ហាងលក់មន់បំពងនោះមានន័យថាគឺបាទគេដឹកទៅឲ្យអ្នកទិញបាទហើយមានតែអ្នកទិញផ្ទាល់ទេដែលអាចទទួលបាននៅคูปនសន្សំបាទប៉ុន្តែសម្រាប់បន្ទុកនៅក្នុងអាតូមីអ្នកដែលគាត់បញ្ជាទិញក៏ទទួលបានបន្ទុកហើយបន្ទុកមួយនេះដោយសារតែគាត់គឺជាអ្នកដែលនៅក្នុងរចនាសម្ព័ន្ធខាងឆ្វេងដៃយើងក៏ទទួលបានបន្ទុក 100000 បន្ទុកនោះ 100% ចូលមកជាបន្ទុកក្រុមឆ្វេងរបស់យើងបន្ទាប់មកស្រាប់តែអតិថិជនទី3គាត់ទិញបាទហេម៉ូហ៊ីម4ប្រអប់ដែលអាចញ៉ាំរហូតដល់4ខែហ្នឹងនៅក្នុងប្រទេសកូរ៉េគឺមានទំហំបន្ទុករហូតដល់ 164,000 អញ្ចឹង 164,000 ហ្នឹងចូលទៅកាន់សមីខ្លួនជាអ្នកបញ្ជាទិញមុនបាទអញ្ចឹងសម្រាប់បន្ទុកនេះបើកលេសទៅមើលបុគ្គលទី2បាទអតិថិជនទី2ដែលសារតែគាត់មិនបានបញ្ជាទិញនៅក្នុង ID របស់គាត់គឺគ្មានបន្ទុកគឺ0បន្ទុកដូច្នេះហើយបន្ទុក 164,000 នេះគឺមិនត្រូវបានคล้ายទៅជាបន្ទុកក្រុមរបស់គាត់ទេវានឹងហោះរំលងគាត់ហើយคล้ายទៅជាបន្ទុកខាងឆ្វេងដៃនៃអតិថិជនទី1 164,000 ហើយវាក៏คล้ายមកជាបន្ទុកក្រុមខាងឆ្វេងរបស់ខ្ញុំ 164,000 ទៀតបាទសួរថាតើប្រសិទ្ធភាពនៅគ្រឿងសម្អាងរបស់អាតូមីតើល្អកម្រិតណាដូចអ្នកទាំងអស់គ្នាបានមើលហើយរូបភាពដែលខ្ញុំបានបង្ហាញកាលពីខ្ញុំវ័យ30អត់មានអ្វីផ្សេងទេអ្នកទាំងអស់គ្នាគឺជាការលាបទៅលើឈុត absolute របស់យើងជាប្រចាំទើបធ្វើឲ្យខ្ញុំស្អាតហើយក្មេងបែបនេះបាទដូច្នេះហើយសម្រាប់អាតូមីអ្នកណាក៏ដោយគឺសូមចាប់អាតូមីឲ្យជាប់និងទទួលបានទាំងសុខភាពនិងសម្រស់ហើយថែមទាំងជីវិតដែលល្អប្រសើរបាទសម្រាប់ឈុត absolute គឺជាឈុតដែលមាន6មុខបាទបាទចឹងសម្រាប់គេហៅថាគ្រឿងសម្អាងដែលមាន6មុខហើយមានតម្លៃបើគិតតម្លៃនៅក្នុងស្រុកខ្មែរយើងបាទដូចជាឥឡូវមាន promotion នៅសល់តែ$199ទៀតនេះមានន័យថាវាជាតម្លៃដែលធូរថ្លៃខ្លាំងមែនតើសម្រាប់គំនិតមនុស្សស្រីដែលចូលចិត្តប្រើគ្រឿងសម្អាងបាទអញ្ចឹងសម្រាប់ 100000 បន្ទុកនៃភ្ញៀវទី4ដែលគាត់បានទិញនឹងចូលទៅកាន់ ID ផ្ទាល់ខ្លួនរបស់គាត់ហើយវានឹងคล้ายទៅជា 100000 បន្ទុកនៅអតិថិជនទី3បន្ទាប់មកនឹងคล้ายទៅជា 100000 បន្ទុកនៃក្រុមខាងឆ្វេងដៃរបស់អតិថិជនទី1ហើយវាក៏คล้ายទៅជាបន្ទុកនៃក្រុមខាងឆ្វេងដៃនៃក្រុមរបស់ខ្ញុំផ្ទាល់អញ្ចឹងនៅពេលដែលមានការសន្សំការបញ្ជាទិញហើយសន្សំរុញឡើងជាបន្តបែបនេះថ្ងៃមួយខ្ញុំនឹងមាន 30,000 ដែរទេប្រកាសណាស់ថ្ងៃមួយខ្ញុំនឹងមាន 30,000 អញ្ចឹងបើគ្រាន់តែបូកបន្ទុក3ក្រុម3អ្នកដែលភ្ញៀវទិញនោះគឺមានរហូតដល់ 34,000 លើសទៅហើយអញ្ចឹងខាងស្ដាំដៃខ្ញុំយ៉ាងម៉េចដែរវាដូចតែគ្នានឹងអញ្ចឹងមានន័យថានៅពេលដែលអតិថិជនទី1អតិថិជនទី2អតិថិជនទី3នៅក្នុងរចនាសម្ព័ន្ធហ្នឹងគេទិញម្នាក់ម្ដងសន្សំរហូតដល់មាន 30,000 ខាងស្ដាំដែរអញ្ចឹងពេលដែលខ្ញុំមាន 30,000 ឆ្វេង 30,000 ស្ដាំយ៉ាងម៉េចដែរតើហាងលក់មន់បំពងល្អជាងឬក៏អាតូមីល្អជាងបាទបាទអញ្ចឹងមានន័យថានៅពេលដែលយើងមាន 30,000 ឆ្វេងស្ដាំចាប់គូគ្នានៅពេលនេះគឺយើងទទួលបានប្រហែលជា 50,000 វ៉ុនបាទបន្ទាប់ពីការកាត់ពន្ធរួចអីចឹងទៅបាទអញ្ចឹងនៅក្នុងរចនាសម្ព័ន្ធដូចជានៅហាងលក់ផ្លូវមន់មានន័យថានៅពេលដែលយើងគ្រប់ 30,000 ហើយគេផ្ដល់នៅផលចំណេញមកឲ្យយើងហើយគេក៏កាត់បន្ទុកអញ្ចឹងសម្រាប់អាតូមីក៏ដូចគ្នាដែរបន្ទុកក្រុមបន្ទាប់ពីយើងទទួលបានកម្រៃរួចបន្ទុកក្រុមឆ្វេងស្ដាំនឹងនៅសល់0បាទអញ្ចឹងសួរថានៅពេលដែលយើងទទួលបានកម្រៃជាងសារបែបនេះហើយតើយើងពេញចិត្តឬមិនពេញចិត្តយើងនឹងពេញចិត្តហើយយើងនឹងចាប់ផ្ដើមគេថាសម្រាប់អតិថិជនវិញគាត់ប្រើឲ្យល្អគាត់ទិញអស់គាត់ចាប់ផ្ដើមមកទិញទៀតអញ្ចឹងពេលដែលគាត់
ប្រើអស់ហើយមកទិញទៀតចាប់ផ្ដើមសន្សំបន្ទុកឡើងសារជាថ្មីអញ្ចឹងតែយើងសប្បាយចិត្តដែរឬទេយើងប្រកាសជាសប្បាយចិត្តហើយនឹងចាប់ផ្ដើមធ្វើសកម្មភាពណែនាំជាបន្តបាទអញ្ចឹងសួរថាតើអាតូមីមានការកំណត់រយៈពេលកាត់បន្ទុកចេញអត់មានទេបាទគឺសន្សំរហូតទល់តែលក្ខខណ្ឌ30,000ចាប់គូគ្នាទើបផ្ដល់កម្រៃជើងសារទើបកាត់បន្ទុកក្រុមចេញបាទដូច្នេះគឺទោះជាឆ្លងខែក៏ដោយឆ្លងឆ្នាំក៏ដោយក៏មិនមានការលុបបន្ទុកមុនទទួលកម្រៃជើងសារនោះឡើយនេះហើយគឺជាការមិនកំណត់រយៈពេលទទួលកម្រៃជើងសារចឹងបន្ទុកក្រុមឆ្វេងស្ដាំរបស់យើងនេះគឺមានការរក្សាទុករហូតដល់ពេលវេលាមួយដែលយើងគ្រប់លក្ខខណ្ឌទទួលកម្រៃជើងសារទើបត្រូវបានលុបចេញបាទ 자, 이곳에 계신 분들 1, 2년 살다가 가실 분 아무도 안 계십니다. 맞죠? 앞으로 사실 만큼 더 사셔야 돼요. បាទ 그리고 요즘 병원에는 6, 7, 8학년은 잘 없다고 합니다. 요즘 병원에 있는 대세들이 8, 9, 10학년이라고 합니다. បាទអញ្ចឹងយើងទាំងអស់គ្នាបានដឹងហើយថានៅក្នុងសម័យកាលបច្ចុប្បន្ននេះគឺជាសម័យកាលមួយដែលមានការផ្លាស់ប្ដូរទៅលើបច្ចេកវិទ្យាក៏ដូចជានៅមន្ទីរពេទ្យក៏មានមនុស្សជាច្រើនដែលមានជំងឺបាទក៏បានឈឺក៏បានទៅព្យាបាលនៅមន្ទីរពេទ្យហើយវាជាសម័យកាលដែលបាទអញ្ចឹងសម្រាប់អាតូមីគឺដូចទៅនឹងផ្សារទំនើបធំដែរ 돈을 어떻게 하시냐? 지출을 하신다라는 거죠. 하지만 이 지출이 지출로 끝이 나고 말고 បាទអញ្ចឹងដូចជាយើងជាអតិថិជនដែលធ្លាប់តែប្រើប្រាស់ទំនិញនៅក្នុងផ្សារទំនើបអញ្ចឹងអ្វីដែលយើងយកលុយទៅទិញទំនិញនៅក្នុងផ្សារទំនើបវាគឺជាការចំណាយប៉ុន្តែសម្រាប់ការចំណាយនៅក្នុងអាតូមីវាមិនបានបញ្ចប់ត្រឹមការចំណាយនោះទេវាក៏បានបង្កើតទៅជាចំណូលតាមរយៈចំណាយដែលយើងបានចំណាយទៅលើទំនិញដែលចាំបាច់ប្រើបាទ 그러니 여러분들 어떻게 하셔라? 애터미와 아잠을 넣고 បាទដូច្នេះហើយអ្នកទាំងអស់គ្នាតើធ្វើយ៉ាងម៉េចទៅអ្នកទាំងអស់គ្នាអាចស្វែងរកទំនិញតាមរយៈអាហ្សាម៉លរបស់អាតូមីបើសិនជានៅក្នុងគេហទំព័រអាតូមីមិនមានផលិតផលដែលអ្នកទាំងអស់គ្នាត្រូវការនោះគឺសុំទៅមើលនៅក្នុងអាហ្សាម៉លអាតូមីផងដែរវានឹងបង្កើតទៅជាទំហំប្រាក់ចំណូលដល់កាន់តែធំសម្រាប់អ្នកទាំងអស់គ្នាបន្ថែមទៀត 회원가입이 되었습니다. បាទ 고객 끈덕이시는 분은 좀 오래 되셨네요. 자, 그래서 제 친구들에게 말합니다. បាទ 친구들 ខ្ញុំបានជួបជាមួយមិត្តភ័ក្តិរបស់ខ្ញុំ 회원가입 좀 해주라. បាទ 그래서 제 친구가 흔쾌히 해주겠다고 합니다. 그런데 계좌번호도 인증해야 되는데 이랬더니 야, ខ្ញុំបានទៅជួប 그런 짓입니다. មិត្តភ័ក្តិរបស់ខ្ញុំហើយខ្ញុំបានសុំឲ្យមិត្តភ័ក្តិរបស់ខ្ញុំចុះឈ្មោះជាមួយខ្ញុំ 뭐까지 해달라. មិត្តភ័ក្តិរបស់ខ្ញុំក៏អត់បញ្ហាដែរគាត់ក៏ព្រមចុះឈ្មោះប៉ុន្តែការចុះឈ្មោះនោះតម្រូវឲ្យគាត់ភ្ជាប់នៅ account ធនាគារគាត់ចាប់ផ្ដើម 계좌의 잔고 បដិសេធថាអូមិត្តភ័ក្តិ 해달라 이랬더니 ខ្ញុំគិតថាឯងមិនគួរធ្វើចំនួនទីផ្សារបណ្ដាញនោះទេ 새마을 건 거였어요. 그리고 제 친구는 그렇게 회원가입한 걸 깜빡 잊었지만 제 친구가 워낙 건강을 생각하는 친구라 애터미 제품을 បាទ 좋아하고 អញ្ចឹងគាត់គឺបានភ្ញាក់ផ្អើលជាមួយនឹងការដែលគាត់មិនជាមួយនឹងការចុះឈ្មោះដែលតម្រូវឲ្យគាត់ភ្ជាប់កុងធនាគារប៉ុន្តែគាត់ក៏នៅតែចាប់យកឱកាសប្រើប្រាស់ផលិតផលអាតូមីដើម្បីបង្កើតសុខភាពរបស់គាត់ដែរ 나도 모르고 있었는데 어느 날 통장 정리를 하다 봤는데 5년 동안 썼을 뿐인데 내 통장에 애터미 후원이라고 쫙 찍히면서 새마을금고에 300만 원 가까이 있어요. បាទអញ្ចឹងគឺនៅពេលនោះគឺទោះជាយ៉ាងណាក៏ដោយខ្ញុំបានបញ្ចុះបញ្ចូលឲ្យគាត់បានប្រាក់បានចុះឈ្មោះបាទអញ្ចឹងគាត់ចុះឈ្មោះគាត់អត់ចាប់អារម្មណ៍ទេគាត់គ្រាន់តែប្រើប្រាស់អាហារសុខភាពបាទហើយគាត់គឺជាអ្នកដែល
មិនមែនធ្វើការងារតែនៅក្នុងប្រទេសទេគឺគាត់ទៅក្រៅប្រទេសផងទៅអីផងគាត់ទៅក្រៅប្រទេសហើយគាត់មិនដែរខ្វល់ឬក៏ចាប់អារម្មណ៍ឬក៏គាត់មិនដែរបានឃើញពីគណនីធនាគារនៅក្នុងប្រទេសកូរ៉េស្រាប់តែគាត់បកមកពីគេថាការធ្វើការងារនៅខាងក្រៅប្រទេសគាត់បានខលមកកាន់ខ្ញុំហើយប្រាប់ថាអូមិត្តភក្តិខ្ញុំមិនដែរចាប់អារម្មណ៍ហើយខ្ញុំមិនដែរបានមើលកង់របស់ខ្ញុំនោះទេប៉ុន្តែខ្ញុំបានត្រឡប់មកវិញហើយខ្ញុំបានឃើញលុយដែលបានចូលពីអាតូមីរហូតដល់$3,000បាទអញ្ចឹងឧទាហរណ៍ថាភ្ញៀវលេខរៀងទី4ដែលជាអ្នកប្រើប្រាស់គ្រឿងសម្អាងបាទគាត់ពេញចិត្តជាមួយនឹងគុណភាពគ្រឿងសម្អាងគាត់ចាប់ផ្ដើមបាទណែនាំទៅកាន់បាទភ្ញៀវបន្តបាទអញ្ចឹងនៅពេលណាដែលអ្នកប្រើប្រាស់គាត់បានប្រើប្រាស់ហើយគាត់ស្រឡាញ់ផលិតផលឬក៏គាត់ពេញចិត្តនឹងណែនាំបន្តមានន័យថាគាត់គឺជាអ្នកដែលប្រើប្រាស់ផលិតផលដោយត្រូវតាមលំដាប់លំដោយអញ្ចឹងអ្វីដែលយើងត្រូវធ្វើនៅចំណុចទី3បាទនោះគឺជាការអញ្ជើញបាទបាទ 동생 보고 그런데 이곳에 오라고 하면요 또 잘 안 옵니다. បាទអញ្ចឹងគឺពេលដែលខ្ញុំបបួលប្អូនមកធ្វើជំនួញគាត់អត់មកទេមូលហេតុដោយសារតែគាត់មិនយល់ច្បាស់អំពីជំនួញរបស់យើង 내가 사줄게. 두 번째 사 팔아 소리 절대 안 한다. 야 네. 아무나 하는 거 아니야. អញ្ចឹងសម្រាប់ខ្ញុំនៅពេលដែលខ្ញុំយល់ច្បាស់ខ្ញុំបាននិយាយខ្លាំងៗទៅកាន់គាត់ថាកុំបារម្ភអីកុំខ្លាចថាបងនឹងបង្ខំឲ្យឯងធ្វើជំនួញអាតូមីមិនមែនអ្នកណាសិតតែអាចធ្វើបាននោះទេបាទហើយផលិតផលក៏ដូចគ្នាដែរកុំបារម្ភអីគឺយើងមិនបង្ខំឲ្យទិញនោះទេបាទ 그래요. បាទអញ្ចឹងសួរថាយ៉ាងណាដែរមនុស្សនៅពេលណាដែលគេហាមឃាត់ហ្នឹងគឺរឹតតែរត់ចូលគឺរឹតតែចង់ប៉ុន្តែបើសិនជាកន្លែងណាដែលគេបង្ខំវិញគាត់ប្រកាសជាមិនធ្វើនោះទេគាត់ប្រកាសជាមិនទៅនោះទេដូច្នេះយើងត្រូវតែបង្ហាញគេហើយត្រូវតែប្រាប់គេវិញថាសុំកុំគ្រាន់តែតាមខ្ញុំបាទហើយកុំបារម្ភថាអាតូមីនឹងបង្ខំឲ្យអ្នកធ្វើជំនួញអាតូមីមិនមែនចេះតែឲ្យអ្នកណាសិតតែធ្វើបានទាំងអស់នោះទេបាទដូច្នេះហើយនៅពេលនោះហើយគឺអតិថិជនបាទដែលគាត់ប្រើប្រាស់ absolute នេះគឺគាត់ទទួលបានពិន្ទុហើយគាត់ក៏ពេញចិត្តគាត់ចាប់ផ្ដើមណែនាំបន្តដោយបង្កើតក្រុមអ្នកប្រើប្រាស់ឆ្វេងហើយនឹងស្ដាំអញ្ចឹងនៅខាងឆ្វេងដៃរបស់គាត់គឺមានអ្នកដែលប្រើប្រាស់គ្រឿងសម្អាងតាមការណែនាំរបស់គាត់ដោយសារតែគាត់ពេញចិត្តជាមួយនឹងគ្រឿងសម្អាង 내가 회원가입도 하지 않았지만 បាទអញ្ចឹងដូចជាអតិថិជនដែលបានទិញនៅពីក្រោមអតិថិជនប្រើ absolute នេះជាអតិថិជនដែលអ្នកណាជាអ្នកណែនាំមិនមែនខ្ញុំទេគឺជាគាត់ជាអ្នកណែនាំប៉ុន្តែទោះជាគាត់ជាអ្នកណែនាំវាក៏ជាសមាជិកនៅក្នុងរចនាសម្ព័ន្ធរបស់ខ្ញុំពិន្ទុនោះចូលទៅសម័យខ្លួនហើយក៏រុញទៅឲ្យអ្នកដែលប្រើប្រាស់ absolute ហើយវាក៏ខ្លាយជាពិន្ទុក្រុមខាងឆ្វេងដៃខ្ញុំ 100000 ដែរហើយនៅខាងស្ដាំដៃគាត់ស្រាប់តែមានអ្នកដែលប្រើប្រាស់ absolute នឹងទៀតអញ្ចឹងអ្នកដែលនៅខាងស្ដាំដៃរបស់អតិថិជនដែលប្រើប្រាស់ absolute ហ្នឹងក៏ស្ថិតនៅក្នុងខាងឆ្វេងដៃរបស់ខ្ញុំដែរដូច្នេះ100000 ពិន្ទុនៅខាងស្ដាំដៃគាត់វានឹងคล้ายទៅជាពិន្ទុ100000នៅខាងស្ដាំដៃគាត់ប៉ុន្តែវានឹងคล้ายទៅជាពិន្ទុ100000បន្ថែមពីក្រុមខាងឆ្វេងដៃបាទអញ្ចឹងនៅពេលណាដែលអតិថិជន absolute ម្នាក់នេះគាត់បង្កើតពិន្ទុបាន300,000ឆ្វេងស្ដាំគាត់បានលុយតើគាត់សប្បាយចិត្តអត់បាទគាត់នឹងសប្បាយចិត្តគាត់នឹងរីករាយហើយគាត់នឹងចាប់ផ្ដើមណែនាំបន្តអញ្ចឹងការណែនាំបន្តក្រុមប្រកាសជារីកកាន់តែធំទៅអញ្ចឹងសួរតែខាងស្ដាំរបស់ខ្ញុំយ៉ាងម៉េចដែរតើវាអាចនឹងរីកដូចគ្នាដែរប្រកាសជារីកដូចគ្នាអញ្ចឹងដោយសារតែយើងណែនាំជាបន្តបាទអញ្ចឹងពេលដែលយើងណែនាំគឺមានមិត្តភ័ក្តិរបស់យើងគាត់ក៏ចាប់ផ្ដើមបាទសប្បាយចិត្តហើយនឹងណែនាំបន្តនៅពេលដែលយើងណែនាំបន្តបែបនេះតើពិន្ទុរបស់យើងវានឹងរួមទូចឬក៏វានឹងរីកធំឡើង
បាទអញ្ចឹងខ្ញុំបានខ្លាយទៅជាអ្នកដែលមានចំណូល 50,000 វ៉ុនដែលស្មើនឹង40ជាងដុល្លារនៅក្នុងសាខាកម្ពុជាបច្ចុប្បន្នហ្នឹងជារៀងរាល់ថ្ងៃបាទក្នុងរយៈពេលដ៏ខ្លីបាទអញ្ចឹងដោយសារតែការមិនកំណត់ចំនួនសមាជិកមិនកំណត់ level នេះឯងទើបយើងអាចបង្កើតនៅចំនួនអ្នកប្រើប្រាស់ក៏ដូចជាស្វែងរកដៃគូមកសហការធ្វើចំនួនជាមួយយើងបានអ្វីដែលសំខាន់គឺ global one marketing អញ្ចឹងគឺជាបណ្ដាញទីផ្សារជាសកល បាទអញ្ចឹងនៅពេលដែលមានកម្រងចេញជួប100ដៃគូរបស់ខ្ញុំបានធ្វើសកម្មភាពចេញជួប100ដោយជួបមនុស្សនៅក្នុងហាងកាហ្វេបាទអញ្ចឹងគឺមានមនុស្សដែលបានស្ដាប់បាទស្ដាប់នៅការបង្ហាញកម្រងក៏ដូចជាបានស្ដាប់នៅវីដេអូនៅពេលដែលចេញជួប100ដែលបានបង្ហាញដោយសមាជិកហ្នឹងគឺនៅខាងអេស្ប៉ាញបាទអញ្ចឹងគឺមានអ្នកដែលស្ដាប់នៅការបង្ហាញរបស់លោកស្ថាបនិកតាមរយៈការចោះជួប100រួចគឺមានអ្នកដែលគាត់បានคล้ายទៅជាRoyal Master នៅខាងអេស្ប៉ាញផងដែរបាទគឺគាត់មានមិត្តភ័ក្តិដោយសារតែគាត់មានអាយុខ្ទង់30ដូច្នេះហើយមនុស្សដែលគាត់ស្គាល់ហើយដៃគូដែលគាត់រកបានគឺសិតតែជាមនុស្សដែលមានវ័យ30ឆ្នាំបាទអញ្ចឹងមានន័យថាចាំមិនដែរខ្ញុំមានវ័យ40 50ឆ្នាំក៏ដោយប៉ុន្តែនៅពេលដែលដៃគូខ្ញុំគាត់វ័យក្មេងគាត់30អញ្ចឹងខ្ញុំក៏ដូចជាមនុស្សដែលមានវ័យ30ផងដែរអញ្ចឹងនៅពេលណាដែលទំហំក្រុមរបស់យើងផ្ទុះឡើងនៅសាខាអន្តរជាតិអាជីវកម្មរបស់យើងវាគឺមានទំហំអន្តរជាតិដែលជាសកលលោកនៃអាជីវកម្មរបស់យើងអញ្ចឹងអាតូមីគឺមានការកំណត់ពីដែនប្រាក់ចំណូល50លានឆ្វេង50លានស្ដាំអញ្ចឹងនៅពេលណាដែលយើងមានពិន្ទុឡើងដល់កម្រិតពីដែនប្រាក់ចំណូលហើយបាទគឺក្នុងមួយខែយើងនឹងអាចរកចំណូលខ្ទង់ $10,000 ផងដែរហើយការកំណត់ពីដែនប្រាក់ចំណូលរបស់អាតូមីនឹងធ្វើឲ្យមានមនុស្សជាច្រើនដែលនឹងคล้ายទៅជា Imperial คล้ายទៅជាអ្នកដែលមានចំណូល $10,000 គ្រប់គ្នាផងដែរបាទសួរថាតើមនុស្សនៅជុំវិញពិភពលោកដែលមិនទាន់ចុះឈ្មោះជាមួយនឹងអាតូមីយើងនៅមានទំហំប៉ុណ្ណាគឺរហូតទៅដល់ 99.8% បើយើងប្រៀបធៀបគ្នារវាងចំនួនសមាជិកបច្ចុប្បន្នបាទដូច្នេះហើយសូម្បីតែខ្ញុំក៏ដូចគ្នាដែរខ្ញុំនៅតែខិតខំប្រឹងប្រែងក្នុងការធ្វើចំនួនអាតូមីហើយខ្ញុំខិតខំប្រឹងប្រែងដើម្បីឈានទៅរកកម្រិតពីដែនប្រាក់ចំណូលបាទគឺភរិយារបស់ខ្ញុំក៏កំពុងតែចេញប្រតិបត្តិការចូលរួមសិក្ខាសាលាជោគជ័យហើយក៏កំពុងតែបាទជួបជាមួយនឹងបាទអញ្ចឹងបាទអញ្ចឹងអ្វីដែលគាត់បញ្ជាក់គឺវ័យរបស់គាត់គឺជិត50ហើយបាទហើយគាត់គិតថាគោលដៅរបស់គាត់បញ្ចប់តំណែង Imperial របស់គាត់ត្រឹមវ័យ50ឆ្នាំបាទអញ្ចឹងសួរថាតើខ្ញុំអាចធ្វើបានអត់ហើយចុះអ្នកទាំងអស់គ្នាអាចធ្វើបានអត់បាទសម្រាប់អ្នកទាំងអស់គ្នាជាអ្នកជំនួយអាតូមីទាំងអស់គ្នាប្រកាសជាខ្លាយទៅជា Imperial ទាំងអស់គ្នាប៉ុន្តែអ្វីដែលសំខាន់គឺការសម្រេចចិត្តការតាំងចិត្តបាទអ្វីដែលយើងត្រូវតែបញ្ចប់សកម្មភាពសិននៅក្នុងអាតូមីតើយើងបញ្ចប់សកម្មភាពអីគេគឺជាសកម្មភាពដែលបង្អាក់ដំណើរដែលយើងត្រូវឆ្ពោះទៅរកភាពជោគជ័យជា Imperial នៅក្នុងអាតូមីហ្នឹងអ្វីដែលយើងចូលចិត្តដែលយើងអាចគេថាធ្វើទៅវាប៉ះពាល់ឬក៏រំខានទៅដល់ផ្លូវឆ្ពោះទៅរកភាពជោគជ័យហ្នឹងសូមបញ្ឈប់វាសិន
ហើយសូមឲ្យអ្នកទាំងអស់គ្នាខ្លាយទៅជា Imperial Master ទាំងអស់គ្នាបាទសូមអរគុណសូមបញ្ចប់តែត្រឹមប៉ុណ្ណេះ 전국 6개 지역에서 다원 중계로 진행되고 있습니다. បាទអញ្ចឹងសម្រាប់សិក្ខាសាលាអំពីភាពជោគជ័យនៅក្នុងប្រទេសកូរ៉េគឺយើងបានដំណើរការ8កន្លែងឬក៏8ទីតាំងផ្សេងគ្នាដែលមានការ live ផ្ទាល់ 이벤트가 다시 돌아왔습니다. បាទ 1월 1일부터 31일까지 애터미 제휴카드로 애터미몰과 아자몰에서 합산 បាទនេះគឺជាដំណឹងពាក់ព័ន្ធជាមួយនឹងកាតអាតូមីបាទមានដូចជាកាតអាតូមីកាត absolute កាត Hebehim បាទសម្រាប់សមាជិកនៅក្នុងប្រទេសកូរ៉េគឺមានគេថាដំណើរការចាប់ពីថ្ងៃទីគេថាខែ1បាទដល់ថ្ងៃដាច់រយៈពេល 12월 30일 មើលខ្ញុំមើលសិន 하나 신용카드 ថ្ងៃខែ1ថ្ងៃទី1 로 진행됩니다. រហូតដល់ថ្ងៃទី31 중요한 점은 페이지에서 이벤트 응모하기를 បាទពាក់ព័ន្ធជាមួយនឹងការ pay ការទិញទំនិញអីចឹងទៅហើយវាទទួលបានអត្ថប្រយោជន៍អីនៅក្នុងប្រទេសកូរ៉េចឹងទៅ 카드 공지를 참조드립니다. 설 명절 증정 프로모션과 함께 13만 원 캐시백까지 풍성한 1월 이벤트 놓치지 마시기 바랍니다. គឺជាគេថាគេថា promotion បាន cashback ត្រឡប់មកវិញជាសាច់ប្រាក់សម្រាប់គេថាការចូលឆ្នាំកូរ៉េខាងមុខអីចឹងណា 오늘은 បាទហើយពេលវេលានេះគឺជាពេលអឺ 그럼 이제 វេលាមួយដែលយើងនឹងសម្រាប់ញ៉ាំអាហារពេល